ធានបទយើងថ្ងៃនេះការពិបាកបន្ទោបង់ការពិបាកបន្ទោបង់ពិបាកជួសខ្ញុំកាលណាសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់ព្រះអង្គនិងជំរាបសួរឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាយើងចូលប្រធានបទរបស់យើងតែម្ដងការពិបាកបទជើងការពិបាកបទជើងបន្ទោបង់ពិបាកជួសហ្នឹងណាភាគរយច្រើនសឹងថា90% អ្នកដែលមានបញ្ហាបាក់អត់ជើងគឺតាក់ទងជាមួយនឹងបាលិនរបស់ចំណីអាហារដូចជាយើងហូបបាយសាច់ក្រៀមអីចឹងណាឬក៏យើងហូបចូលចិត្តសាច់អីចឹងតែយើងមិនសូវចូលចិត្តបន្លែសារជាតិបន្លែផ្លែឈើកាកសរសៃ fiber នេះយើងអត់ចូលចិត្តទេតែជាពិសេសគឺសម្បូរទៅលើក្មេងហើយមួយទៀតតាក់ទងជាមួយនឹងអ្នកស្ត្រីដែលខ្លាចធាត់ស្ត្រីដែលខ្លាចធាត់ហ្នឹងគាត់អត់សូវហ៊ានហូបអីច្រើនប៉ុន្មានទេហូបតិចហ្នឹងហូបតិចហ្នឹងហើយដែលធ្វើឲ្យអត់មានលាមកជួនកាលលាមកមានតិចតួចតែស្អិតជាប់នៅបរិវេណពិបាកបាត់ជើងខ្លាំងណាស់លក្ខណៈពិបាកបាត់ជើងគេមិនគួរគិតទៅលើជំងឺពេកទេនៅក្នុងការពិបាកបាត់ជើងគេគិតដល់ទៅ90% យើងត្រូវតែគិតទៅលើចំណីអាហារកាកសរសៃ fiber ដែលយើងញ៉ាំអត់គ្រប់អត់គ្រាន់បើសិនជាវាអត់គ្រប់អត់គ្រាន់ទេអាហ្នឹងត្រូវតែពិបាកបាត់ជើងហើយញ៉ាំតិចពេកហូបបានតិចពេកអត់មានលាមកជុះលាមកស្អិតជាប់នៅក្នុងពោះវៀនជុះមកមានរឹងមូលសាច់រឹងមូលដែលខ្ញុំឃើញเพจខ្លះគេនិយាយថាដុំរឹងមូលដូចអាចទន្សាយហ្នឹងជាសញ្ញាបរិដងបាត់មិនមែនទេគឺតាក់ទងជាមួយនឹងបន្លែផ្លែឈើកាកសរសៃដែលយើងញ៉ាំអត់គ្រប់គ្រាន់ការធ្វើឲ្យបាត់ជើងស្រួលវាមាន4ទៅ5ករណីតាក់ទងជាមួយនឹងញ៉ាំចំណីអាហារកាកសរសៃឲ្យបានច្រើនតាក់ទងជាមួយនឹងយើងញ៉ាំជាតិទឹកឲ្យបានគ្រប់គ្រាន់មួយថ្ងៃឲ្យបាន2លីត្រកន្លះឡើងទៅមិនមែនគេឲ្យហូបម្ដងទេណាហូបម្ដងបាត់ជើងច្រើនក៏អាចធ្វើឲ្យហេវដែរទី3តាក់ទងកុំតមអាហារយើងហូបច្រើនធម្មតាប៉ុន្តែពួកបន្លែសាច់អីចឹងទៅហើយយើងបាយហ្នឹងឲ្យល្មមអីចឹងទៅហើយកុំហូបតិចពេកហូបតិចពេកហ្នឹងអត់មានលាមកជុះទេហើយអ្នកខ្លះមកស្គមក៏ប្រឹងថាកើតឬដួងបានដោយសារបាក់បាត់ជើងអត់ហ៊ានញ៉ាំអីអត់ហ៊ានញ៉ាំអីនោះហើយកាន់តែពិបាកបាត់ជើងហើយនឹងការហាត់ប្រាណនេះណាហាត់ប្រាណត្រូវមានហាត់ប្រាណដើម្បីឲ្យពោះវៀនវានឹងពេរីស្តាទិកធ្វើបត់បែនវារំញ័រនៅក្នុងពោះវៀនឲ្យបានស្រួលបួលចឹងមកបើវាកំឡុងយើងធ្វើប៉ុណ្ណឹងហើយមកដល់កន្លះខែយើងធ្វើហើយអានឹងយើងបើសិនជាវាពិបាកបាត់ជើងទៀតយើងត្រូវប្រើថ្នាំជំនួយហើយប្រើពួក fiber ប្រើពួកថ្នាំមិនមែន fiber ចំណីអាហារទេគឺតាក់ទងមួយនឹងថ្នាំឬក៏ថ្នាំសម្រួលបាត់ជើងហើយបើយើងប្រើប៉ុណ្ណឹងហើយបាត់ជើងគេត្រូវគិតទៅលើជំងឺផ្សេងទៀតតាក់ទងជាមួយ IBS ការខ្សោយពោះវៀននឹងតាក់ទងជាមួយនឹងការមេតាបូលិករបស់ខ្លួនយើងរបស់យើងហ្នឹងតើវាមកគេត្រូវជួបមួយគ្រូពេទ្យដើម្បីរកមូលហេតុថាហើយយើងបាក់បាត់ជើងដោយសារមូលហេតុអីប៉ុណ្ណឹងណាយើងមិនអាចសន្និដ្ឋានខ្លួនឯងប្រើថ្នាំខ្លួនឯងចំណុចសំខាន់មួយគឺមិនគួរទិញអីប្រើថ្នាំអីខ្លួនឯងទេមិនគួរទេនេះឃើញវីដេអូខ្ញុំអញ្ចឹងទៅទិញប្រើថ្នាំខ្លួនឯងអត់ទេត្រូវមានការប្រឹក្សាជាមួយគ្រូពេទ្យជំនាញគ្រូពេទ្យតាក់ទងមួយណាបើថាយើងតាក់ទងមួយបាត់ជើងនេះទៅតាក់ទងមួយគ្រូពេទ្យហ្នឹងទៅខ្វះទេយើងមានជំនាញគ្រប់នៅទីពេទ្យមានទាំងអស់ឯងមិនខ្វះរោគគ្រូប្រឹក្សាទេមានគ្រូពេទ្យខ្លះគេដាក់លេខទូរស័ព្ទនៅតាមអនឡាញសម្រាប់ជួយប្រឹក្សាហ្នឹងហើយចំណុចសំខាន់ការបាក់បាត់ជើងនេះវាមានចំណុចតែប៉ុណ្ណឹងទេប៉ុន្តែត្រូវគិតត្រូវចាប់ត្រូវដឹងថា90%គេគិតទៅលើចំណីអាហារច្រើនជាងគេមិនទាន់គិតពីជំងឺទេហើយបើឬដងបាតទៀតអាហ្នឹងគេលែងសូវគិតទៀតដោយសារភាគរយច្រើនខ្ញុំធ្លាប់ជួបក្នុងមួយឆ្នាំឬដងបាតនៅក្នុងកម្រិត3កម្រិត4ណាហើមឈឺលៀនហ្នឹងក៏នៅតែស្រួលបាត់ជើងដែរមិនកំណត់ថាការឬដងបាតហ្នឹងបាត់ជើងអត់ទេតិចតួចណាស់ដែលជាសញ្ញាហ្នឹងដែលគេគិតថាជាជំងឺឬដងបាតបាទប្រធានបទរបស់យើងចប់ហើយ